បាទសួស្តីបងប្អូនទាំងអស់គ្នានេះកាលពីថ្ងៃទី14មុននឹងខ្ញុំត្រៀមនៅពលានប៉ូយតុងត្រៀម boarding ឡើងមកថៃហើយក៏សប្បាយចិត្តមែនតើបាទកាលពីម្សិលមិញគឺត្រៀមនឹងឡើងមកថៃដើម្បីធ្វើការពិនិត្យភ្នែកនឹងធ្វើការបាញ់ LASIK ព្យាបាលភ្នែកភ្ញោកដោយសារតែខ្ញុំញោមភ្នែកជិត20ឆ្នាំដែរជាង20ឆ្នាំហើយយើងធុញទ្រាន់មែនតើពាក់ជាមួយនឹងការពាក់វ៉ែនតាបាទហើយក៏សម្រេចចិត្តធ្វើការព្យាបាលភ្នែកញោមនេះតែម្ដងទៅហើយយើងក៏បានណាត់ពេទ្យនៅថ្ងៃទី15ម៉ោង8:30នាទីព្រឹកដើម្បីធ្វើការពិនិត្យជាមុនសិនពិនិត្យតើយើងអាចបាញ់បានឬក៏អត់ពេលដែលពិនិត្យហើយទើបខ្ញុំក៏បានណាត់នៅពេលថ្ងៃដើម្បីធ្វើការបាញ់ព្យាបាលភ្នែកញោមនឹងតែម្ដងក៏ប៉ុន្តែរៀងសែតបន្តិចដែរពេលដែលពិនិត្យព្រឹកឡើងហ្នឹងគឺឃើញមានបញ្ហាពីរចំណុចបាទទី1គឺភ្នែករបស់ខ្ញុំកញ្ចក់ភ្នែករាងស្ដើងហើយទី2នោះគឺមានរុននៅបាតភ្នែកដូច្នេះហើយខាងដុកទ័រគាត់បានតម្រូវឲ្យយើងធ្វើការព្យាបាលភ្នែកជាមុនសិនមុននឹងធ្វើការបាញ់LASIK ព្យាបាលណាដោយសារថាវាប៉ះពាល់ទៅដល់ប្រសិទ្ធភាពក្នុងការព្យាបាលបើកាលណាយើងអត់ព្យាបាលបញ្ហាពីរហ្នឹងទេគឺការបាញ់ LASIK ហ្នឹងគឺវាអត់មានប្រសិទ្ធភាពល្អទេហើយគាត់ក៏បានតំណងទៅខាងទីពេទ្យធំរបស់រតនិនហ្នឹងហើយគាត់ក៏បានបញ្ជូនព័ត៌មានក៏ដូចជាអ្វីដែលគាត់បានពិនិត្យពីព្រឹកហើយហ្នឹងបញ្ជូនទៅខាងទីពេទ្យរតនិនហើយក៏បានណាត់ពិនិត្យនិងព្យាបាលតែម្ដងហើយខ្ញុំក៏បានជួបដុកទ័រនៅខាងទីពេទ្យរតនិនហ្នឹងហើយក៏បានបាញ់ laser ដើម្បីព្យាបាលបញ្ហាដែលមានពីរហ្នឹងគឺកញ្ចក់ភ្នែកស្ដើងហ្នឹងហើយនឹងបាតមានរុននៅបាតភ្នែកហើយក្រោយពេលដែលយើងព្យាបាលរួចទើបយើងអាចណាត់ដុកទ័រដើម្បីធ្វើការបាញ់ព្យាបាលភ្នែកញោមជាថ្មីម្ដងទៀតបាទសូមអរគុណ